បាទសួស្តីអ្នកទាំងអស់គ្នាបាទខ្ញុំចង់បង្ហាញអ្នករាល់គ្នាបន្តិចតាក់ទងជាមួយក្របមូលតូចខ្មៅនៅក្នុងទឹកបងប្អូនបាទចង់ដឹងថាអីអត់បាទហើយថ្ងៃនេះបាទ admin គឺចង់ប្រាប់អ្នករាល់គ្នានិងបង្ហាញអ្នករាល់គ្នាអំពីវិធីសាស្ត្រក្នុងការដែលយើងធ្វើបង្កាត់ពូជកង្កែបបងប្អូនបាទហើយដំបូងឡើយតម្រាំដែលយើងបានបង្កាត់ពូជកង្កែបបានបងប្អូនបាទយើងត្រូវរៀបចំកន្លែងសិនបងប្អូនបាទហើយកន្លែងដែលកំពុងតែរៀបចំបងប្អូនណានេះគឺកន្លែងចាស់របស់ខ្ញុំទេប៉ុន្តែដោយសារតែយើងឈប់ប្រើរយៈពេល1ឆ្នាំនៅពេលដែលខែប្រាំងយើងអត់បានប្រើអញ្ចឹងណាហើយយើងក៏បានទុកវាចោលរហូតដល់ខូចតិចអស់ទៅឥឡូវនេះថ្ងៃនេះបាទខ្ញុំនឹងមកធ្វើម្ដងទៀតបងប្អូនហើយដោយសារអីដោយសារតែឥឡូវនេះកង្កែបរបស់ខ្ញុំនឹងវាចាប់ផ្ដើមផើមដែលហៅថាវាមានផ្ទៃពោះអញ្ចឹងណាបងប្អូនបាទគឺត្រូវរៀបចំកន្លែងសម្រាប់ទម្លាក់ពងកែបបងប្អូនបាទហើយមិនងាយស្រួលបងប្អូនឯងទំមតែរៀបចំកន្លែងហើយមិនងាយទេបងប្អូនឯងយើងត្រូវរៀបចំខ្លាំងមែនទែនបងប្អូនទាំងតង់ផងហើយទាំងស្បៃផងហើយបើសិនជាអ្នកខ្លះគាត់មានលទ្ធភាពទាំងគាត់រៀបចំជាអាងស៊ីម៉ងអញ្ចឹងយើងងាយស្រួលសម្រាប់ពួកគាត់សម្រាប់ខ្ញុំអត់ទេបងប្អូនហើយដោយសារតែបញ្ហាយើងខ្វះខាតជីវភាពផងគឺយើងរៀបចំបានតែតង់បានតែស្បៃសម្រាប់ការបាំងទេបងប្អូនហើយការដែលរៀបចំដោយបងប្អូនបានឃើញនៅក្នុងវីដេអូអញ្ចឹងបងប្អូនមិនងាយស្រួលនោះទេបងប្អូនទោះបីឃើញការបាញ់កឹបហ្នឹងវាមិនងាយក្នុងការដែលកឹបទេបងប្អូនពិបាកមែនតើត្រូវការរៀបចំច្រើនហើយបើសិនយើងបាញ់កឹបនៅពីលើឈើទៅអានឹងងាយស្រួលទេបងប្អូនដាក់ជាប់ប៉ុន្តែអ្វីកន្លែងដែលខ្ញុំកំពុងតែកឹបហ្នឹងគឺមិនមែនឈើទេបងប្អូនគឺជាដើមត្នោតហើយដើមត្នោតបងប្អូននឹងស្រាប់ហើយគឺវាធ្ងន់ហើយរឹងមែនតើបងប្អូនបាទអញ្ចឹងក្របកឹបល្មមគឺបាញ់អត់ចូលទេបងប្អូនបានមកជាប់ទុំតាមពីលើទេបងប្អូនហើយការដែលធ្វើនេះបងប្អូនអើយនិយាយពីថាខំប្រឹងមែនតើប្រហែលបងប្អូនគិតមើលថាប្រហែលជាប្រហែលម៉ោងសម្រាប់ខ្ញុំបងប្អូនម៉ែគឺធ្វើតាំងពីល្ងាចបងប្អូនពេលខ្ញុំចេញធ្វើការម៉ោង3អញ្ចឹងបងប្អូនមកដល់ផ្ទះម៉ោង3ខ្ញុំចាប់ផ្ដើមធ្វើនៅក្នុងរយៈពេលម៉ោង4ហើយតម្រាំដែលធ្វើចប់បងប្អូនអើយមកយប់ល្មមបងប្អូនរហូតដល់ល្ងិតបងប្អូនតម្រាំតែបានកន្លែងបណ្ដោះសំទោសកន្លែងដែលបង្កាត់ពូជកង្កែបបងប្អូនអានេះខ្ញុំរៀបចំរួចហើយបងប្អូនតែមួយយប់ពេញតែហ្មងបងប្អូនតាំងពីម៉ោង4រហូតដល់ម៉ោង7 7យប់ហើយបងប្អូនឃើញល្ងិតហ្នឹងចាំមិនមែនចិត្តភ្លឺទេបងប្អូនបាទប៉ុន្តែវាចិត្តយប់ហើយនេះឥឡូវនេះកំពុងតែមកទៀតហើយបងប្អូនគឺបើចាប់ពូជកង្កែបបងប្អូនបាទពូជកង្កែបបងប្អូនដូចបងប្អូនមកឃើញហ្នឹងនៅក្នុងអាងរបស់ខ្ញុំគឺមានកូនកង្កែបឈ្មោលមានកង្កែបមេអញ្ចឹងណាដែលយើងដាក់សម្រាប់ត្រៀមបង្កាត់ពូជហើយនេះវាកំពុងតែអោបគ្នាបងប្អូនបាទកំពុងតែអោបគ្នាគឺយើងត្រូវការរៀបចំចាប់វាយកទៅដាក់កន្លែងបង្កាត់ពូជគឺយើងយកវាទៅដាក់នៅក្នុងអាងហើយនេះគឺមេហើយឈ្មោលខ្ញុំប្រឡែងហើយបងប្អូនហើយនេះយើងមកដល់ក្នុងតង់ដែលយើងរៀបចំហើយបងប្អូនបាទតម្រាំទៅហើយយើងមានការដាក់បាញ់ទឹកអីចឹងទៅបងប្អូនបាទបាញ់ទឹកធ្វើដូចជាភ្លៀងចឹងបងប្អូនដើម្បីបញ្ឆោតវាទេបងប្អូនហើយដោយបងប្អូនបានឮសំឡេងបាទអែបអោបហ្នឹងតាមពិតជាយើងចាក់ speaker ទេបងប្អូនអានេះគឺថាយើងលក្ខណៈថាយើងចង់បោកកង្កែបឲ្យវាដឹងថាអូមេឃភ្លៀងឬសូរកង្កែបឬសូរហ៊ីងអីណាយំញ៉ៃគឺវាក៏កាលណាពងវាក៏បានចាប់គ្នាអោបគ្នាទម្លាក់ពងចឹងដែរទៅនេះគឺវិធីសាស្ត្រក្នុងការដែលយើងបោកកង្កែបបងប្អូនបាទហើយនេះគឺជាលទ្ធផលនៅពេលព្រឹកបងប្អូនបាទបន្ទាប់ពីរយៈពេលពេញមួយយប់នៅពេលដែលយើងចាប់ផ្ដើមដាក់ហើយឥឡូវនេះបងប្អូនហើយបានឃើញនៅក្នុងវីដេអូអញ្ចឹងបងប្អូនណាសខ្មៅនៅក្នុងតង់ហ្នឹងអាហ្នឹងមិនមែនសម្រានទេបងប្អូនគឺជាពងកង្កែបដែលយើងបានទម្លាក់វាហើយណាបងប្អូនវីដេអូគឺមានតែប៉ុណ្្នឹងអំពីវិធីក្នុងការដែលយើងទម្លាក់ពងកង្កែបឲ្យបងប្អូនណាចង់ធ្វើលក្ខណៈភាសាអាចមើលវីដេអូបានអរគុណជួបគ្នាវីដេអូក្រោយសូមព្រះប្រទានពរ